mẹ bông bông này là ngày ngày sau tranh một thời ca lại này mà đọc xá đào rồi một tình mà hộp hay năng thật đang tình mà hộp y tế bông mang bông nó đào và đào kết và đào và đang ngày toàn rồi nó khứ nhé bạn lại đào cho đào láng khinh tây cái hóm mới nó khinh trong giờ tây cái hóm mới tự đốt vào tế chứ á bông mang bông bạn lại khinh tây cái hóm mà bông mang bông này tây cái hóm cả lô mà mờn pi bón bông mang bông càng nhóm á bạn càng bông mang bông cái lô đó đâyបាទឥឡូវនេះចូលកន្លែងបន្លែម្ដងពុកម៉ែបងប្អូនណាទិញសាឡាត់ស្រួយមកដុំបាទជីគ្រុំមុខនោះបន្តិចទៅបាទហ្នឹងហើយទៅសក់បន្តិចចឹងទៅពុកម៉ែបងប្អូនហើយអ្នកលក់ជួយផ្សំឲ្យគល់ក្រីលក្រូចសើចរំដេងទេចឹងទៅពុកម៉ែបងប្អូនរបស់យើងទៅដុតត្រីក្រហមរបស់យើងពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំលាងត្រីស្អាតឥឡូវនេះខ្ញុំយកត្រីក្រហមរបស់ខ្ញុំយកមកប្រឡាក់ជាមួយនឹងអំបិលតិចតិចពីខាងក្រៅពុកម៉ែបងប្អូនណាដើម្បីឲ្យសាច់ត្រីយើងវាមានរសជាតិបាទហ្នឹងហើយអំបិលបន្តិចប៊ីចេងទៀតឥឡូវខ្ញុំដាក់ប៊ីចេងចូល1ស្លាបព្រាកាហ្វេម្សៅស៊ុប1ស្លាបព្រាកាហ្វេប្រេងចូល1ស្លាបព្រាកាហ្វេហើយយើងក៏លុកចូលក្នុងពោះវាអញ្ចឹងពុកម៉ែបងប្អូនបន្ទាប់មកយើងដាក់គ្រឿងផ្សំរបស់យើងមានខ្ទឹមសខ្ទឹមក្រហមគល់ក្រីម្ទេសលក្រូចសើចម្ទេសអីចឹងណាពុកម៉ែបងប្អូនណាដាក់ចូលទៅពុកម៉ែបងប្អូនដើម្បីអីពេលដែលយើងដុតទៅត្រីរបស់យើងមានក្លិនឈ្ងុយពីគ្រឿងអស់ហ្នឹងទៅវាអត់ឆ្អាបទេពុកម៉ែបងប្អូនហើយឆ្ងាញ់ទៀតពុកម៉ែបងប្អូនហើយបាទហ្នឹងហើយពុកម៉ែបងប្អូនធ្វើតាមខ្ញុំទៅដឹងតែឆ្ងាញ់ហើយពុកម៉ែបងប្អូនណាបាទទៅបន្តមកយើងរុំក្តារលុយញញោមចឹងមកពុកម៉ែបងប្អូនហើយខ្ញុំដុតនេះពុកម៉ែបងប្អូនអត់មានចក្រានខ្ជូងឬក៏ចក្រានដុតអីទេបាទហ្នឹងហើយខ្ញុំដុតជាមួយនឹងចក្រានគេឲ្យពុកម៉ែបងប្អូនហើយដូចថាយើងចង់ហើយខ្ញុំចង់ហូបពុកម៉ែបងប្អូនអញ្ចឹងខ្ញុំជឿថាកែច្នៃធ្វើមើលទាំងកើតទៅពុកម៉ែបងប្អូនហ្នឹងហើយចង់ហូបហើយហ្នឹងហើយឥឡូវនេះយើងយកមកដុតចក្រានគេអញ្ចឹងពុកម៉ែបងប្អូនបាទហ្នឹងហើយបាទលើកទី1បន្ទាប់មកយើងចាប់តាមធ្វើទឹកត្រីនេះទឹកត្រីខ្ញុំប្រើស្ករ1វែកទឹកត្រី1វែកហ្នឹងហើយស្ករហើយទឹកត្រីបរិមាណដូចគ្នាពុកម៉ែបងប្អូនណាបាទយើងចាក់ចូលចឹងមកពុកម៉ែបងប្អូនបាទហ្នឹងហើយប៊ីចេង2ស្លាបព្រាកាហ្វេអំបិលមួយចុងស្លាបព្រាកាហ្វេមកពុកម៉ែបងប្អូនបាទហើយបន្ទាប់មកយើងដាក់ទឹកឆ្អិនណាពុកម៉ែបងប្អូនទឹកឆ្អិនមួយចានចង្កឹះមកប៉ុណ្ណឹងពុកម៉ែបងប្អូនបាទហើយយើងកូរវាចឹងមកបន្ទាប់មកយើងធ្វើការដាក់អំពិលទុំហើយអំពិលទុំយើងដាក់ទៅតាមបរិមាណទឹកត្រីរបស់យើងពុកម៉ែបងប្អូនណាហ្នឹងហើយបន្ទាប់មកយើងគឺដាក់ខ្ទឹមក្រហមចូលពុកម៉ែបងប្អូនបាទយើងធ្វើអញ្ចឹងទៅពុកម៉ែបងប្អូនបន្ទាប់ពីដាក់ខ្ទឹមក្រហមចូលហើយខ្ញុំក៏បន្ថែមនៅខ្ទឹមបំពងមួយមុខទៀតពុកម៉ែបងប្អូនដើម្បីឲ្យទឹកត្រីរបស់យើងរឹតតែឈ្ងុយហើយឆ្ងាញ់ពុកម៉ែបងប្អូនធ្វើអត់ខុសទេហ្នឹងហើយដឹងតែឆ្ងាញ់ហើយបន្ទាប់មកខ្ញុំដាក់ម្ទេសចូលបន្តិចអត់ហ៊ានដាក់ច្រើនទេព្រោះខ្លាចកូនហិលណាបាទណាទឹកត្រីជាមួយនឹងត្រីដុតរបស់ខ្ញុំពុកម៉ែបងប្អូនបាទសាក់ធ្វើទៅបាទវិធីងាយបាទបន្ទាប់ពីធ្វើទឹកត្រីហើយឥឡូវនេះចាប់ផ្ដើមធ្វើបន្លែម្ដងពុកម៉ែបងប្អូនហើយពេលអ្នកកូនបាទញាប់ដៃញាប់ជើងបាទល្ងាចថ្ងៃសៅរ៍ពុកម៉ែបងប្អូនបាទចេញធ្វើការមកធ្វើម្ហូបហ្នឹងហើយកូនប្រុសខ្ញុំឥឡូវចំណាប់ណាស់ជួយការងារខ្ញុំសពបែបយ៉ាងដែរឥឡូវណាជួយបូតផ្ទះជួយបេះបន្លែអញ្ចឹងទៅជួយយកសម្រាមទៅចោលដូរគេទិញតកកអញ្ចឹងទៅពុកម៉ែបងប្អូនប្រើបានហ្នឹងហើយឥឡូវសារខោឲ្យបត់ខោអីគាត់ចេះទាំងអស់ហ្នឹងហើយនេះបន្លែយើងធ្វើរួចរាល់ហើយពុកម៉ែបងប្អូនបាទហ្នឹងហើយមានអីងាយបាទឥឡូវនេះសាកមើលត្រីឆ្អិនហើយពុកម៉ែបងប្អូននឹងថាកើតឬកុំកើតទេពុកម៉ែបងប្អូនចង់និយាយចឹងព្រោះយើងមិនដុតចក្រានខ្ជូងចក្រានអីណាយើងដុតចក្រានគេពុកម៉ែបងប្អូនតែអត់អីទេហូបបានពុកម៉ែបងប្អូនបាទហ្នឹងហើយត្រីដុតរបស់ខ្ញុំបាទហ្នឹងហើយហូបបានហើយពុកម៉ែបងប្អូនបាទមានអីក្លិនឈ្ងុយពុកម៉ែបងប្អូនណាហ្នឹងហើយអញ្ចឹងពុកម៉ែបងប្អូនអាចធ្វើចង់ហូបត្រីក្រហមដុតអីពុកម៉ែបងប្អូនទៅអញ្ចឹងទៅបាទហ្នឹងហើយវិធីងាយពុកម៉ែបងប្អូនបាទហ្នឹងហើយបាទអរគុណច្រើនសម្រាប់វីដេអូរបស់ខ្ញុំបាទល្ងាចថ្ងៃសៅរ៍បាទជាមួយនឹងត្រីក្រហមដុតចក្រានគេពុកម៉ែបងប្អូនបាយបាយ